Bon,ភាសាអង់គ្លេសខ្ញុំបាន30%បងភាសាអង់គ្លេសខ្ញុំប្រហែលជាបាន40%ចាអ្នកខ្លះបងអង់គ្លេសខ្ញុំប្រហែលជា70-80%សម្រាប់បងប្អូនដែលអាសាប្រើពាក្យហ្នឹងចានៅពេលដែលរកការងារនៅពេលដែលអ្នកស្វែងរកបុគ្គលិក HR គាត់សួរយើងហើយឆ្លើយបែបហ្នឹងណាមកនេះខ្ញុំប្រាប់ចាតកតងជាមួយនឹងកម្រិតភាសាអង់គ្លេសនៅពេលដែលយើងដាក់ពាក្យការងារយើងមិនដែលប្រើពាក្យថា30-40%ទេហើយពាក្យនេះគឺខ្ញុំលឺញឹកមែនទែននៅក្នុងបច្ចុប្បន្ននេះអញ្ចឹងហើយខ្ញុំត្រូវចេញវីដេអូហ្នឹងដើម្បីចែករំលែកចាតកតងជាមួយនឹងកម្រិតភាសាបើសិនជាបងអូនអត់សូវចេះចាបងអូនអាចនិយាយបានមួយប្រយោគមួយពាក្យយើងដឹងពាក្យដែរប៉ុន្តែយើងអត់អាចនិយាយតបគេបានឬមួយក៏និយាយដែរតែនិយាយខ្លះបេបឺណាចាយើងប្រើពាក្យថា basic ចា my English is basic level ចាទី2បើសិនជាយើងអាចនិយាយសន្ទនាប្រចាំថ្ងៃបានចាគេហៅថាភាសាបោយចាចេះទៅប៉ុន្តែនិយាយអាចយល់ន័យគ្នាបានប្រើប្រាស់ជាប្រចាំថ្ងៃគេហៅថា conversational ចាទី3ភាសាយើងអាចនិយាយជាប្រចាំថ្ងៃបានតែនៅកន្លែងការងារចាអានឹងគេហៅថា working proficiency ទី4កម្រិតភាសាអង់គ្លេសយើងអាចនិយាយនៅកន្លែងការងារជាប្រចាំថ្ងៃយើងចេះពាក្យ technical ច្រើនអាចប្រជុំធំប្រជុំតូច persuading design ទៅលើ project មួយផ្សេងគ្នាអាចទៅ email professional report អានឹងគេហៅថា professional proficiency ចុងក្រោយគេគឺ native អ្នកដែលគាត់និយាយភាសាអង់គ្លេសដើមកំណើតនឹងឯងចាអញ្ចឹងលើកក្រោយបើសិនជាគេសួរថាភាសាអង់គ្លេសអូនកម្រិតណាប្រាប់ដូចដែលខ្ញុំនិយាយមិញអញ្ចឹងបើអត់សូវចេះទេទី1 basic ទី2 conversational ទី3 working proficiency ទី4 professional proficiency ចាទី5ពាក្យចឹងគឺបរទេសអញ្ចឹងសង្ឃឹមថានឹងលេងឮពាក្យថាអង់គ្លេសខ្ញុំ30% 40% អីទៀតណា